រឿងនិទានអណ្ដើកនិងស្វាកាលពីព្រេងនាយមានសត្វអណ្ដើកនិងសត្វស្វាមួយគូជាមិត្តនឹងគ្នាថ្ងៃមួយពួកគេទាំងពីរបានបបួលគ្នាដើររកចំណីនៅក្បែរមាត់ទន្លេកំពុងតែដើរស្រាប់តែចៅស្វាបានប្រទះឃើញដើមចេកមួយដើមអណ្ដែតមកតាមទឹកវាស្រែកបាបអណ្ដើកទាំងត្រេកអរថាហេបងអណ្ដើកមើលនោះដើមចេកមួយដើមយើងស្រង់វាយកទៅដាំចែកគ្នាស៊ីទៅអណ្ដើកយល់ព្រមហើយពួកគេក៏ជួយគ្នាអូសដើមចេកនោះឡើងមកលើគោកពេលដល់ពេលចែកគ្នាចៅស្វាដែលមានចិត្តលោភលន់និងគិតថាខ្លួនឯងឆ្លាតបានសម្លឹងឃើញផ្នែកចុងនៃដើមចេកដែលមានស្លឹកពណ៌បៃតងស្រស់ស្អាតវាគិតថាផ្នែកនោះនឹងឆាប់ចេញផ្លែស្វានិយាយថាខ្ញុំសូមយកផ្នែកខាងចុងដែលមានស្លឹកនេះចុះព្រោះវាស្រស់ស្អាតដូចខ្ញុំឯងយកផ្នែកគល់ដែលមានរឹសកខ្វក់នោះទៅចុះព្រោះឯងដើរយឺតសមនឹងរបស់អាក្រក់បែបហ្នឹងហើយអណ្ដើកមិនតវ៉ាអីទេក៏យល់ព្រមយកផ្នែកគល់ស្វាសើចសប្បាយចិត្តកាច់យកផ្នែកចុងរត់ទៅផ្ទះបាត់ចំណែកអណ្ដើកខំប្រឹងអូសផ្នែកគល់ទៅផ្ទះយ៉ាងទេទ្រីទេទ្រូតពេលទៅដល់ផ្ទះចៅស្វាបត់ដាំផ្នែកចុងនៃដើមចេកនោះប៉ុន្តែដោយសារវាគ្មានឫសពីមួយថ្ងៃទៅមួយថ្ងៃស្លឹករបស់វាក៏ចាប់ដើមក្រៀមស្វិតហើយងាប់អស់ទៅស្វាខឹងខ្លាំងណាស់ចំណែកឯអណ្ដើកវិញបានយកផ្នែកគល់ទៅដាំក្នុងដីមានជីជាតិដោយសារវាមានឫសមិនយូរប៉ុន្មានវាក៏ចាប់ផ្ដើមដុះស្លឹកថ្មីខៀវខ្ចីលូតលាស់ធំធាត់រហូតចេញបានផ្លែមួយស្និតធំទុំពណ៌លឿងល្អអណ្ដើកចង់ស៊ីចេកណាស់ប៉ុន្តែខ្លួនជាអណ្ដើកមិនចេះឡើងដើមឈើទេចៃដន្យអីស្វាដើរមកដល់ល្មមអណ្ដើកក៏ពឹងស្វាថាបងស្វាអើយជួយឡើងបេះចេកឲ្យខ្ញុំផងខ្ញុំនឹងចែកឲ្យបងពាក់កណ្ដាលស្វាឃើញចេកទុំក៏ស្រក់ទឹកមាត់ហើយតបថាបានគ្មានបញ្ហាចាំយើងឡើងបេះអីស្វាស្ទុះវាឡើងទៅលើដើមចេកភ្លាមតែជំនួសឲ្យការបេះឲ្យអណ្ដើកវាបែរជាបកចេកស៊ីម្នាក់ឯងយ៉ាងឆ្ងាញ់ពិសាញ៉ាំអណ្ដើកស្រែកសួរពីក្រោមបងស្វាបោះឲ្យខ្ញុំខ្លះមកស្វាសោយចំអកថាហាឆ្ងាញ់ណាស់អ្នកណាប្រោសឲ្យឯងឡើងមិនរួចសម្បកនេះរបស់ឯងយកទៅថាហើយវាក៏បោះសម្បកចេកដាក់ក្បាលអណ្ដើកខឹងនឹងខៀបអត្តមនិយមរបស់ស្វាខ្លាំងណាស់វាគិតរកល្បិចសងសឹកអណ្ដើកបានតែប្រមូលយកបន្លានិងឫស្សីស្រួចមកដោតរាយនៅជុំវិញគល់ចេករួចយកស្លឹកឈើគ្របពីលើបន្ទាប់មកអណ្ដើកក៏ស្រែកយ៉ាងខ្លាំងថាយីមានអ្នកប្រមាញ់មកហើយរត់ឲ្យលឿនស្វាឮថាអ្នកប្រមាញ់ក៏ភ័យស្លន់ស្លោលែងគិតអ្វីទាំងអស់វាលោតចុះពីលើដើមចេកយ៉ាងលឿនភ្លេចគូតរបស់វាក៏ធ្លាក់ទៅលើគំនរបន្លាដែលអណ្ដើកបានដាក់អូយឈឺណាស់ជួយផងស្វាស្រែកឈឺចាប់ហើយរត់ចូលព្រៃបាត់ទៅចាប់តាំងពីពេលនោះមកស្វាក៏រៀងចាវហើយលែងហ៊ានមកធ្វើបាបអណ្ដើកទៀតហើយ